Xây của bạn can op đài sao na cho mùi năng lý ở mà đó thì lại là bao tuổi và bao dưỡng thì với các bạn thêm rồi mũ đầm bay ao về khăn là lờ phụ kê tăng bảy nét chỉ lờ thì pi phong đáy nó bây năng tham một bộ này cao về khai là bao phụ kê tăng bảy nét các bạn đã nơi smart phép chỉ lờ thì pi là bao phụ kê đài smart phép mùi năng phong đã được vội phụ kê mình cả can lao nơi smart phép chia kháng hai là bài bao phụ kê có bạn can lao nè mùi nè pi phong đáy chỉ mùi năng smart phép tham hay là bao phụ kê bây giờ đi chỉ mùi năng smart phép tăng on năng kháng mình đen rồi xa ta smart phép đóนั่นคือធ្វើពួកគេคล้ายទៅជាអ្នកប្រមាញ់ក៏ដូចជា hunter នៃការអ្វីខាត់ហ្នឹងគឺអាចធ្វើពួកគេឈានទៅដល់ល្បែងពួកបានយ៉ាងលឿនពួកគេពិតជារីករាយជាមួយនឹងការអ្វីខាត់ជាលើកទី2នឹងទូបាននៅ smart ភេទថ្មីខ្លាំងមែនទែននេះគួរតែអរគុណដល់ការលេយីបណ្ដាលេយីរបស់យើងក៏បានសង្កេតទៅកាន់អ្នកគ្រប់គ្នាផងដែរវាហាក់ដូចជាពិសេសផងដែរដោយសារតែគ្រប់គ្នាហ្នឹង8នាក់3នាក់ទូបាននៅ smart ភេទដែលស្ថិតដល់កម្រិតកម្របាទតាហើយវាគឺគួរសមខ្លាំងមែនទែនចំណាយឯលីវិញពិតជាអរគុណដល់ការលេយីខ្លាំងមែនទែនលោតមកឲ្យដល់ការលេយីហាក់ដូចជាពេញចិត្តខ្លាំងមែនទែនប៉ុន្តែក៏ទួលបាននៅចំហាយរបស់ចែផៃគឺជាចំហាយនៃការវិចារណ៍ហ្នឹងឯងឃើញបែបហ្នឹងហេកាំងផងដែរព្យាយាមដេញទៅការលេឲ្យចេញពីទីកន្លែងហ្នឹងចេះតែធ្វើនេះសួរទៅការលេយីថាតែគេអត់ពេញចិត្តមែនតែគេអត់ពេញចិត្តក្នុងការឲ្យទៅកាន់ហ្នឹងមែនប៉ុន្តែចំពោះក្រលេយីរបស់យើងមិនមែនថាគេពេញចិត្តទេប៉ុន្តែក៏ដោយសារតែខ្លានៅទីកន្លែងហ្នឹងអាណាហ៊ានអបផ្សេងមិនលីអរគុណទៅការលេយីខ្លាំងមែនទែនក្នុងការវិខិនរបស់អ្នកទាំងពីរជាលើកទី2ប៉ុន្តែកន្លែងទៅមើលទៅកាន់សាវណាវិញនាងកំពុងតែពេញចិត្តជាមួយនឹងការដាស់នៅសមត្ថភាពថ្មីរបស់នាងហ្នឹងគឺវាអស្ចារ្យជាងមុនទៀតផងនៅពេលដែលលីនិយាយទៅជាមួយនឹងការអោបទៅការលេជីហ្នឹងជាទៅធ្វើឲ្យលីយីកពលមុខខ្លាំងមែនទែនសម្លឹងទៅកាន់អាឆាយផៃលូគេដឹងថាធ្វើមិនទេណែចឹងហើយមានតែក្បាច់ប្រចាំតកូលតាំង36របស់គេគឺជាក្បាច់ម៉ាយចែកឲ្យនឹងឯងរត់ចាញ់ពីទីកន្លែងហ្នឹងតែម្ដងបាយលើសារទៅកាន់លីយីខ្លាំងមែនទែនដោយសារលីយីពិតជាដោយពលរបស់គេដែលមានសមត្ថភាពក្នុងការគ្រប់គ្រងទៅកាន់មនុស្សគឺជាសមត្ថភាពដែលទទួលបានពីខ្សែណៃមើលទៅបន្តមកបាយលោកក៏បានរៀបចំអ្នកគ្រប់គ្នាឲ្យស្ដាប់តាមវិជាទៅកាន់លីយីក៏ដូចជារៀបចំក្បួនដើម្បីបង្កើតនៅក្រុមមួយក្នុងការក្លែងមកកាន់ដានច័ន្ទផងដែរហើយប្រហែលជាពួកគេរៀបចំក្នុងការបង្កើតហ្គៀននៅពេលខាងមុខទៀតផងចំណែកឯលីយីរបស់យើងកំពុងតែដើរគេដើម្បីរកតែរបស់លងទៅកាន់អាឆាយបាយលោកឲ្យនាងសប្បាយចិត្តមកវិញហើយគេក៏បានដើរទៅរកនៅហាងមួយដែលលក់នៅកងដៃត្បូងផងដែរនៅពេលដែលលីយីកំពុងតែទិញនៅកងដៃត្បូងនឹងផងដែរអបាយយេហ្វានដឹងថាមកពីណានោះទេហាក់ដូចជាកូនហ្នឹងគឺកំពុងតែនិយាយម្នាក់ឯងអញ្ចឹងវាក៏បាននិយាយថាវាត្រូវតែរកទិញនៅកងដៃត្បូងដើម្បីផ្ទុកនៅវិញ្ញាណរបស់មនុស្សស្រីម្នាក់ដែលមានឈ្មោះថាយុនម៉ាំងឈីងដើម្បីអាចធ្វើឲ្យកូនហ្នឹងអាប់ល្បាយឡើងកាន់តែលឿនបន្តទៀតហើយក្នុងរយៈពេល2ញ៉ាកូនហ្នឹងគឺបានឈានមកដល់ល្បាយ10វាហាក់ដូចជាលឿនខ្លាំងមែនទែននៅក្នុងការភ្នែករបស់ពួកគេដទៃទៀតនឹង Hunter ដែលចូលប្រមាញ់ថ្មីគឺកោតសើទៅកាន់អបាយយេហ្វានគឺជាមនុស្សដែលមានទេពកោសល្យហើយក៏ចង់ដឹងអំពីអាកបាំងនៃការហ្វាមរបស់វាផងដែរដោយសារតែអបាយយេហ្វានគឺអត់សូវមានលុយមែននោះទេដូច្នេះហើយរត់តែកងដៃត្បូងណែថោកតែប៉ុណ្ណោះប៉ុន្តែម៉ាំងឈីងនៅអត់សូវពេញចិត្តនោះទេដោយសារតែតម្លៃរបស់វារៀងថោកដូចជាអត្តពលរបស់វាធម៌ពលរបស់វាហ្នឹងគឺទេពខ្លាំងមែនដែរដូច្នេះហើយនាងអត់ត្រូវការនោះទេវាអាចជួយឲ្យអបាយយេហ្វានហ្នឹងទទួលបាននូវធម៌ពលដូចជាការកើនឡើងកម្រិតរបស់គេគឺតិចខ្លាំងមែនដែរហើយកូនហ្នឹងដោយសារតែគ្នាអត់លុយហោះនោះហើយគ្នាគឺក្រខ្លាំងមែនដែរជាមួយនឹងការទិញកងដៃត្បូងដោយសារវាមានថ្លៃដូច្នេះហើយអត់ដឹងត្រូវធ្វើម៉េចនោះទេនៅពេលដែលកូនហ្នឹងកំពុងតែកាត់នឹង receptionist ក៏បានតែនិយាយជាមួយនឹងកូនហ្នឹងផងដែរតេតងជាមួយនឹងការទិញទីកន្លែងនេះហើយនាងក៏បានស្គាល់ទៅកាន់អបាយយេហ្វានផងដែរដែលគឺជា salesman ដែលមានទេពកោសល្យហើយនាងក៏ចង់ដឹងអំពីអាកបាំងនៃការ farm ឡើងដល់ផល10របស់គេយ៉ាងលឿនក្នុងរយៈពេល2ថ្ងៃផងដែរហើយអ្នកគ្រប់គ្នាសុទ្ធតែចង់ដឹងអំពីរឿងនេះអបាយយេហ្វានបាននិយាយថាដោយសារតែគេគឺខិតខំតាំងយប់តាំងថ្ងៃទៅធ្វើឲ្យល្បែងរបស់គេមានការកើនឡើងលឿនជាងនេះហើយនាងក៏បាននិយាយប្រាប់ទៅកាន់អបាយយេហ្វានណាដោយសារអបាយយេហ្វានគឺជាមនុស្សដែលមានទេពកោសល្យក៏ដូចជានៅពេលដែល Hunter ថ្មីណាដែលអ្វីខាន់ថ្មីក៏ដូចជាឈានមកដល់ល្បែង10នៅពេលដែលចូលមកកាន់ហាងរបស់គេនឹងបញ្ចុះតម្លៃ discount 20% ទៅកាន់ Hunter មួយនោះនេះយើងគិតថានៅពេលដែលបញ្ចុះតម្លៃ 20% ហើយវាបញ្ចុះតម្លៃច្រើនហើយត្រូវអត់ប៉ុន្តែទោះជាច្រើនយ៉ាងណាក៏ដោយអបាយយេហ្វាននៅតែគ្មានលុយគ្រប់គ្រាន់ក្នុងការទិញកងដៃមួយដដែលកាំងខ្លាំងមែនតើចំណែកតួឯករបស់យើងក៏បានកលែកឃើញអបាយយេហ្វានផងដែរដូច្នេះហើយនៅពេលដែលអបាយយេហ្វានកំពុងតែគិតដើម្បីរកវិធីសាស្ត្រក្នុងការទិញកងដៃត្បូងមួយទៅឲ្យម៉ាំងឈីងតួឯករបស់យើងក៏បានមករយៈទៅកាន់អាកូននឹងផងដែរហើយដោយសារលីយីរបស់យើងក៏មាន
ឈ្មោះល្បីក៏ដូចជាដឹងថាលីយីគឺជាកូនអ្នកមានផងនោះក៏បាននិយាយរែកតែក៏ដូចជាមានការភ្ញាក់ផ្អើលជាមួយនឹងលីយីហើយលីយីរបស់យើងក៏បាននិយាយថាគេមកទីកន្លែងនេះដើម្បីទិញតំណែងតិចតួចតែកូននឹងកំពុងតែរកនៅកងដៃត្បូងមែនដូច្នេះហើយលីយីរបស់យើងក៏បានផ្ដល់ឲ្យកូននឹងទុកថាវាគឺជាអំណោយដំបូងហើយអបអរសាទៅកាន់កូននឹងទៅចោះកូននឹងចង់ទិញកងដៃត្បូងមួយណាក៏បានដែរចាំគេអ្នកភេលុយឲ្យចិត្តទៅកូនយាយហ្វានរីករាយខ្លាំងមែនប៉ុន្តែមិនឈីនឹងបានប្រាប់ទៅកាន់កូនយាយហ្វានថាគ្មានអាហារថ្ងៃត្រង់ណាដែល free នោះទេដូច្នេះឲ្យអរកូនយាយហ្វានកើតម្ដងទៀតនៅពេលដែលពួកគេកំពុងតែនិយាយគ្នានឹងផងដែរទួយផលរបស់យើងហាក់ដូចជាចាប់អារម្មណ៍ឃើញនៅពលឺសូងនៅក្បែរប៉ាយាយហ្វានហាក់ដូចជាចម្លែកខ្លាំងមែនហើយនេះប្រហែលជាអាកបាំងដែលប៉ាយាយហ្វានឈានទៅដល់ល្វែ10លឿនយ៉ាងនេះផងដែរបន្ទាប់ពីទួយផលរបស់យើងទិញកងដៃត្បូងឲ្យប៉ាយាយហ្វានរួចប៉ាយាយហ្វានអរគុណទៅកាន់លីយីក៏ដូចជាដើរចែកចែងផងដែរលីយីរបស់យើងក៏បានឲ្យមនុស្សតាមដានទៅកាន់ប៉ាយាយហ្វានផងដែរតេតងជាមួយនឹងបញ្ហារបស់គេថ្មីនេះគេចង់ដឹងទាំងអស់តែម្ដងចំណែកប៉ាយាយហ្វានវិញគេក៏បានដើរនិយាយជាមួយនឹងម៉ាំងជីងផងដែរនាងបានប្រាប់ថាប៉ាយាយហ្វានមិនគួរទទួលរបស់ពីអ្នកទេនោះទេហើយអ្វីទៅវាគ្មានអីខុសណាគេមិនបានលួចឬក៏ឆក់ប្លន់អ្នកទេទទួលបានវាដោយសមត្ថភាពរបស់គេជាមួយនឹងការផ្ដល់អំណោយពីអ្នកទេផងដែរបើនិយាយយ៉ាងនោះទេគ្រាន់តែចូលមកកាន់កងដៃត្បូងនេះទៅបន្ទាប់ពីនាងបានចូលហើយប៉ាយាយហ្វានក៏បានបោះត្បូងដកកញ្ចាស់មួយរបស់គេហើយក៏បានដើរចែកចេញពីទីកន្លែងហ្នឹងផងដែរនៅពេលហ្នឹងផងដែរក៏មានមនុស្សស្រីម្នាក់ក៏បានមករើសមើលត្បូងហ្នឹងប្រហែលជាវាគឺជាមូលហេតុដែលបងស្រីប៉ៃលូឲ្យនាងតាមដានទៅកាន់ប៉ាយាយហ្វានហើយក៏បានតាក់ទងទៅកាន់បងស្រីប៉ៃលូយកតែម្ដងមកដល់វិមានរបស់លីយីវិញម្ដងយើងក៏បានឃើញនៅពេលដែលលីយីកំពុងតែញ៉ាំអាហារក៏ដូចជាមើលទៅកាន់កងដៃត្បូងដែលបានជូនទៅកាន់អាចារ្យប៉ៃលូហើយនោះស្អាជីដែលជាមនុស្សដែលត្រូវបានបញ្ជូនទៅឲ្យតាមដានទៅកាន់ប៉ាយាយហ្វាននាងក៏បានមករាយការណ៍ក៏ដូចជាកលនៅត្បូងដកកញ្ចាស់ហ្នឹងតើឲ្យអាចារ្យប៉ៃលូក៏បានយកមកឲ្យទៅកាន់ដោយផលរបស់យើងមើលលីយីឃើញបែបហ្នឹងហើយក៏បានដឹងថាអាហ្នឹងគឺជារបស់ប៉ាយាយហ្វានដែលបានកាន់ហ្នឹងតែប៉ុន្តែគេនៅតែឆ្ងល់ហេតុអ្វីបានជាតាក់ទងជាមួយនឹងរឿងទាំងអស់នេះវាប្រហែលជាអាកបាំងរបស់ប៉ាយាយហ្វានហើយប៉ៃលូនាងក៏បាននិយាយផងដែរថាវាគឺជាវត្ថុមួយដែលអាចផ្ទុកទៅកាន់ Special Spirit បានហើយ Special Spirit ហ្នឹងគឺជាស្អី Special Spirit គឺជាព្រលឹងដែលមានសមត្ថភាពពិសេសអាចផ្លាស់ប្ទីក៏ដូចជាស្ថិតនៅក្នុងរបស់របរក៏ដូចជាវត្ថុបុរាណចាស់ហ្នឹងឯងហើយវាក៏មានសមត្ថភាពដល់នៅអ្នកដែលទទួលបានវាទទួលបាននៅសមត្ថភាពពិសេសក៏ដូចជាកម្រជាច្រើនផងដែរចឹងហើយមានន័យថារឿងមួយនេះគឺតេតងជាមួយនឹងប៉ាយាយហ្វានដែលទទួលបាននៅ Special Spirit មានដែរទេក្រៅរបស់ទូឲ្យផលរបស់យើងចឹងទេប៉ុន្តែមកស្ដាប់ផ្នែករបស់អាចារ្យប៉ៃលូរបស់យើងវិញដែលនាងគឺគ្មានកម្រងទុក Special Spirit ហ្នឹងឲ្យនៅជាមួយនឹងប៉ាយាយហ្វានឡើយចឹងមានន័យថាតើនាងចង់ឲ្យខ្លួនលួចទៅកាន់វាដើម្បីខ្លាចទៅជារបស់ខ្លួនឯងមែនលីយីកាងខ្លាំងមែនតែសារលីយីដំបូងហ្នឹងគឺចង់ទទួលបាននៅប៉ាយាយហ្វានចូលរួមជាមួយនឹងសមាជិកក្រុមរបស់គេនោះទេប៉ុន្តែនៅពេលដែលគិតបែបហ្នឹងហើយហាក់ដូចជាមិនសមអាចារ្យប៉ៃលូនឹងបាននិយាយថាដោយសារតែ Special Spirit ហ្នឹងវាគឺជាវត្ថុកម្រក៏ដូចជាវិញ្ញាណដ៏អស្ចារ្យដូច្នេះហើយស្ថិតនៅជាមួយនឹងមនុស្សឈួតដូចជាប៉ាយាយហ្វានហ្នឹងវាគឺមិនសមឡើយសមជាមួយនឹងម្ចាស់របស់គេឆានជាងលីយីលើបែបហ្នឹងហើយក៏គិតផងដែរដោយសារតែប៉ាយាយហ្វានគឺជាមនុស្សដ៏លោភលន់ម្នាក់ចៃរបស់យើងក៏បានកាត់មកដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថាប៉ាយាយហ្វានវាក៏បានដើរមកកាន់ហាងដែលផ្ទុកដូចជាលក់នៅកងដៃត្បូងនឹងម្ដងទៀតហើយដោយសារតែធម្មពលរបស់កងដៃត្បូងគេបានប្រើប្រាស់អស់បាត់ហើយក្នុងរយៈពេល3ថ្ងៃគេបានឈានមកដល់ល្បែ13ប៉ុន្តែក៏បានប្រើប្រាស់នៅធម្មពលត្បូងផងដែរចឹងហើយគេត្រូវតែរនទិញនៅកងដៃត្បូងថ្មីទៀតហើយនៅពេលដែលអាកូនហ្នឹងក៏បានចូលមកដល់ហាងនោះក៏បានមកជួបទៅកាន់ទួយផលរបស់យើងតែទួយផលរបស់យើងសំដែងថាដូចជាគេហ្នឹងគឺមកទិញរបស់បន្ថែមទៀតចឹងដឹងស្រាប់ហើយទួយផលរបស់យើងនិយាយប្រាប់ទៅកាន់ប៉ាយាយហ្វានគេគឺជាមនុស្សដែលខ្ជិលធ្វើការវឹកហាត់ដូចជាគេអ្វីខាត់ក៏ដោយប៉ុន្តែគេនៅតែចូលចិត្តមានអ្វីក្រៅពីស្រីស្អាតអារម្មណ៍ក្បែរគេនោះទេដោយគេចង់ជួញដូរជាមួយនឹងប៉ាយាយហ្វាននឹងផងដែរប៉ាយាយហ្វានក៏ទៅរៀងតំណងដែរដូច្នេះហើយក៏បានចូលផងជាមួយនឹងទួយផលរបស់យើងប៉ុន្តែមកឈិញនឹងបានប្រាប់ប៉ាយាយហ្វានគិតម្ដងទៀតទៅតងជាមួយនឹងបញ្ហាជាមួយនឹងការទូលដូររបស់ទួយផលរបស់យើងវាហាក់ដូចជាទួយផលរបស់យើងមានគោលម្ដងមួយប៉ុន្តែអ្នកទាំងពីរក៏បានឆ្លោះប្រកែកគ្នាក៏ជាខ្វែងកំណត់គ្នាហើយលីយីរបស់យើងឃើញបែបហ្នឹងហើយក៏ដឹងថាអ្នកទាំងពីរកំពុងតែខ្វែងកំណត់គ្នាផងដែរចឹងហើយចាក់សាំងចូលទៅក្នុងភ្លើងយកតែម្ដងសូមជម្រាបផងដែរថាទួយផលរបស់យើងអត់អាចមើលឃើញទៅកាន់វិញ្ញាណរបស់ម៉ាំងជីងបាននោះ
នោះទេគ្រាន់តែអាចមើលឃើញเพลបានតែប៉ុណ្ណោះហើយវីដេអូនេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងដូចតែគ្នាយើងក្នុងក្រុមបានឃើញអញ្ចឹងគឺខ្ញុំបាក់ខ្លាំងមែនទែននៅក្នុងការធ្វើវីដេអូពេលថ្ងៃខ្ញុំអាចធ្វើបានតែពេលយប់នោះទេហើយពេលយប់ជួគឺខ្ញុំដេកលក់ទៀតផងដូច្នេះហើយមានតែចាំពេលយប់ខ្ទង់ម៉ោង2ម៉ោង3បន្ទាប់ពីខ្ញុំភ្ញាក់ពីដេកហ្នឹងខ្ញុំព្យាយាមធ្វើតែប៉ុណ្ណោះបើមិនអញ្ចឹងទេម៉ោង5ម៉ោង6ជាងហ្នឹងគឺលាន់លឺពេញហ្នឹងតែម្ដងបាក់ធ្វើខ្លាំងមែនទែនចឹងហើយគឺអធិស្ឋានខ្លាំងមែនទែនបើថ្ងៃខ្លះអត់បានចេញវីដេអូអីឬក៏ចេញយឺតអី